ជំរាបសួរនាងខ្ញុំចង់សុផាលពី Accounting for Cambodian សម្រាប់វេលាថ្ងៃនេះផងដែរនាងខ្ញុំបានរៀបចំនៅคลิปវីដេអូថ្មីមួយទៀតដើម្បីចែកជូនទៅកាន់បងប្អូននិងបណ្ដាបងប្អូនទាំងអស់ទុកជាចំណេះដឹងបន្ថែមចំណុចដែលនាងខ្ញុំបង្ហាញជូននៅក្នុងវេលាថ្ងៃនេះគឺតាក់ទងទៅនឹងគណនីបំណុលកាលពីคลิปវីដេអូមុនក៏នាងខ្ញុំបានបង្ហាញជូនតាក់ទងទៅនឹងគណនីបំណុលដែរដែលកាលពីคลิปវីដេអូមុននាងខ្ញុំបានបញ្ជាក់ជូនថាបំណុលគឺជាទ្រព្យសកម្មបំណុលគឺជាចំណាយតែបំណុលមិនមែនជាចំណូលទេតែសម្រាប់វេលាថ្ងៃនេះនាងខ្ញុំនឹងបង្ហាញជូនថាបំណុលคล้ายជាចំណូលយើងសួរថាហេតុអីបានជាទៅជាអញ្ចឹងចាអញ្ចឹងនៅក្នុងនេះមិនមែនមានន័យថាគ្រប់បំណុលទាំងអស់គឺคล้ายជាចំណូលទេនៅក្នុងលក្ខខណ្ឌមួយចំនួនដែលកើតមានឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់អង្គភាពគឺបំណុលคล้ายជាចំណូលមូលហេតុដែលបំណុលคล้ายជាចំណូលដោយសារតែអង្គភាពអាជីវកម្មប្រើប្រាស់ស្តង់ដារគណនេយ្យគឺមូលដ្ឋានគណនេយ្យបង្កចឹងនៅក្នុងការកត់ត្រាជាកិច្ចបញ្ជីការគណនេយ្យសួរថាតើយើងនឹងធ្វើការកត់ត្រាដោយម៉េចដើម្បីទទួលស្គាល់បំណុលឲ្យคล้ายទៅជាចំណូលវិញបន្តិចទៀតនេះនាងខ្ញុំនឹងបង្ហាញជូនថាតើប្រតិបត្តិការដែលកើតឡើងបែបណាដែលបំណុលនោះคล้ายមកជាចំណូលរបស់អង្គភាពអញ្ចឹងសូមតាមដានទាំងអស់គ្នាចាអញ្ចឹងនៅទីនេះនាងខ្ញុំនឹងបង្ហាញជូនថាតើប្រតិបត្តិការដែលតាក់ទងទៅជាមួយនឹងបំណុលคล้ายមកជាចំណូលថាតើវាមានប្រតិបត្តិការក្នុងទម្រង់បែបណាអញ្ចឹងនៅទីនេះទាំងអស់គ្នានាងខ្ញុំលើកយកជាឧទាហរណ៍ថានៅថ្ងៃទី1ខែមករាក្រុមហ៊ុននេះបានទទួលសាច់ប្រាក់ចំនួន$10,000ពីអតិថិជនដែលក្រុមហ៊ុនត្រូវផ្ដល់សេវាកម្មជូនអតិថិជននាពេលខាងមុខខណៈពេលដែលយើងទទួលបានលុយពីអតិថិជនសេវាកម្មរបស់យើងនៅមិនទាន់បានបំពេញជូនទេអញ្ចឹងនៅទីនេះយើងកត់ត្រាបានសាច់ប្រាក់ពិតមែនប៉ុន្តែយើងត្រូវកត់ត្រាថាជា unearned service revenue គឺជាចំណូលពីសេវាកម្មដែលមិនទាន់សម្រេចអញ្ចឹងគណនីមួយនេះគឺជាបំណុលចឹងសាច់ប្រាក់របស់យើងកើនឡើងពិតមែនប៉ុន្តែវាគឺជាបំណុលទេនៅពេលដែលយើងវិភាគនៅក្នុងសមីការទាំងអស់គ្នាតាក់ទងទៅនឹងសមីការរបស់យើងគឺ asset ស្មើជាមួយ liability បូកជាមួយនឹង equity ទ្រព្យសកម្មដែលយើងមានស្មើជាមួយនឹងបំណុលបូកជាមួយនឹងទ្រព្យម្ចាស់នៅក្នុងនេះពេលដែលគេយកលុយមកកក់ឲ្យយើងនៅថ្ងៃទី1ខែមករាមានន័យថាទ្រព្យរបស់យើងកើនចាដោយសារទ្រព្យរបស់យើងគឺជាសាច់ប្រាក់យើងទទួលបានអញ្ចឹងទ្រព្យរបស់យើងកើនបំណុលរបស់យើងក៏កើនឡើងដែរទ្រព្យកើនបំណុលកើននៅថ្ងៃទី31ខែមករាសេវាកម្មដែលយើងត្រូវបំពេញជូនអតិថិជនឥឡូវនេះយើងបំពេញចប់សពគ្រប់អញ្ចឹងនៅពេលដែលយើងបំពេញចប់សពគ្រប់បំណុលត្រូវបានយើងកត់ត្រាលុបចោលអញ្ចឹងបំណុលថយចុះបំណុលពីមុនដែលកើនឡើងឥឡូវយើងបំពេញចប់ហើយបំណុលនឹងថយចុះហើយបំណុលនេះក៏คล้ายមកជាចំណូលក៏คล้ายមកជាចំណូលអញ្ចឹងមានន័យថាបំណុលថយចំណូលកើនបំណុលថយចំណូលកើនតែអត់មានបានលុយទៀតទេដោយសារតែសាច់ប្រាក់គឺអតិថិជនបានប្រគល់មកឲ្យយើងរួចហើយនៅពេលដែលគេយកមកកក់សេវាហ្នឹងអញ្ចឹងនៅពេលដែលយើងបំពេញសេវាជូនទៅអតិថិជនគឺយើងអត់ទទួលបានសាច់ប្រាក់ហ្នឹងទៀតទេអញ្ចឹងយើងត្រូវលុបនៅបំណុលដែលយើងជំពាក់អតិថិជនហ្នឹងចេញហើយកត់ត្រានៅចំណូលកើនឡើងចាអញ្ចឹងនៅក្នុងសម័យកាលទាំងអស់គ្នានៅថ្ងៃទី31ខែមករាមានន័យថានៅទីនេះបំណុលថយចំណូលកើនបំណុលថយចំណូលកើនចាដោយសារតែយើងបានបំពេញសេវាកម្មជូនអតិថិជនរួចរាល់អញ្ចឹងនេះគឺជាអ្វីដែលនាងខ្ញុំបង្ហាញជូនហើយយើងសួរថាម៉េចបានទៅជាកើតមានឡើងនៅក្នុងរូបភាពបែបហ្នឹងដោយសារតែយើងប្រើមូលដ្ឋានគណនេយ្យបង្កបន្ទាប់ពីនាងខ្ញុំបានបង្ហាញជូនតាក់ទងទៅនឹងប្រតិបត្តិការអាជីវកម្មដែលកើតមានឡើងនៅក្នុងរូបភាពដែលបំណុលคล้ายមកជាចំណូលសង្ឃឹមថាបងប្អូននិងបណ្ដាបងប្អូនទាំងអស់គឺបានយល់ទៅលើប្រតិបត្តិការទាំងនេះនៅក្នុងคลิปវីដេអូនេះដែរគឺចង់ចែករំលែកជូនថាតាក់ទងទៅជាមួយនឹងស្តង់ដារគណនេយ្យដែលប្រើប្រាស់មូលដ្ឋានបង្កគឺការកត់ត្រារបស់យើងកើតមានឡើងនៅពេលដែលអតិថិជនយកលុយមកកក់សម្រាប់ការផ្ដល់សេវាកម្មឬក៏សម្រាប់ការទិញទំនិញដែលយើងត្រូវផ្ដល់ជូននាពេលខាងមុខគណនេយ្យនោះគឺជាបំណុលតែនៅពេលដែលយើងបានបំពេញនៅសេវាកម្មឬក៏នៅពេលដែលយើងបានលក់ទំនិញជូនទៅអតិថិជននឹងរួចរាល់ហើយបំណុលនោះក៏คล้ายមកជាចំណូលតែរូបភាពបំណុលផ្សេងទៀតដែលយើងខ្ចីគេយកមកដើម្បីនឹងប្រកបរបរអាជីវកម្មឬក៏បំណុលផ្សេងទៀតដែលកើតឡើងពីរូបភាពនៃខ្ទង់ចំណាយរបស់អង្គភាពគឺមិនមែនជាចំណូលទេមានន័យថានៅពេលដែលបំណុលនោះថយចុះគឺយើងយកទ្រព្យរបស់យើងយកទៅទូទាត់ឬក៏តាមរយៈការផ្ដល់នៅជំរើសអ្វីផ្សេងទៀតតែមិនមែនជាចំណូលរបស់អង្គភាពទេអញ្ចឹងនៅក្នុងលក្ខខណ្ឌដែលបំណុលคล้ายមកជាចំណូលគឺក្នុងរូបភាពដែលគេហៅថាជាការលុយកក់ឬក៏ជាប្រតិបត្តិការដែលគេយកលុយមកប្រើប្រាស់នៅក្នុងរូបភាពដែលកក់ទុកមុនសម្រាប់ការផ្ដល់សេវាកម្មឬក៏សម្រាប់ការលក់ទំនិញនាពេលខាងមុខដែលក្រុមហ៊ុនត្រូវផ្ដល់ជូន
អរគុណច្រើនដែលបានតាមដានទៅលើការបង្រៀនរបស់នាងខ្ញុំនៅក្នុងវេលាថ្ងៃនេះសង្ឃឹមថាបងប្អូននិងបណ្ដាបងប្អូនទាំងអស់ទទួលបាននៅអ្វីដែលនាងខ្ញុំចែកជូនជួបគ្នានៅក្នុងคลิปវីដេអូក្រោយជាបន្តទៀត